មិនកូនបានផ្សំជាងជាមួយអ្នកគ្រូដោយប្រើដៃឥឡូវអ្នកគ្រូនឹងយកជាងទាំងនោះទៅផ្សំដោយប្រើអក្សរចល័តវិញម្ដងចាដោយជាងទី1អ្នកគ្រូជាអ្នកផ្សំចាផ្សំដោយខ្លួនឯងអញ្ចឹងកូនចាំមើលអ្នកគ្រូសិនកូនណាកូនអត់ទាន់ផ្សំទេកូនមើលអ្នកគ្រូឲ្យយល់សិនចាកូនចាំមើលអ្នកគ្រូផ្សំណាឆអែឆែចាជាងទី2សូមកូនផ្សំជាមួយនឹងអ្នកគ្រូតោះទាំងអស់គ្នាឆអីឆៃចាកូនផ្សំដោយខ្លួនឯងចាប៉ាកែមែនកូនចាល្អណាស់ទាំងអស់គ្នាដល់យើងអាចផ្សំជាងដែលប្រើអក្សរចល័តបានខ្លួនឯងឥឡូវអ្នកគ្រូនឹងនាំកូនទៅអានព្យាង្គនៅលើក្តារខៀនវិញម្ដងចាអញ្ចឹងកូនចាំមើលដោយព្យាង្គទី1អ្នកគ្រូគឺជាអ្នកផ្សំឲ្យកូនចាអញ្ចឹងកូនចាំស្ដាប់អ្នកគ្រូផ្សំណាចារស្មីកូនបិទសភៅតុកកូនទុកក្នុងកែតុកណាកូនចាឥឡូវកូនចាំស្ដាប់អ្នកគ្រូផ្សំឲ្យកូនឆអែឆែចាព្យាង្គបន្តសូមកូនផ្សំជាមួយអ្នកគ្រូនៅពេលដែលអ្នកគ្រូសរសេរចប់កូនណាចាទាំងអស់គ្នាផ្សំជាមួយអ្នកគ្រូកូនឆអីឆៃចាល្អព្យាង្គបន្តអ្នកគ្រូនឹងឲ្យកូនផ្សំដោយខ្លួនឯងចាតោះគ្នាកូនផ្សំចាប៉ាកែមិនកូនមកតែដៃ1ចាតែដៃ2កូនចាតែដៃ3ដងចាល្អណាស់ក្រោយពីកូនបានវឹកហាត់អានព្យាង្គរបស់យើងនៅលើក្តារខៀនហើយឥឡូវអ្នកគ្រូនឹងឲ្យកូនវឹកហាត់អានជាដៃគូព្យាង្គនៅក្នុងសៀវភៅរបស់កូនចាឥឡូវកូនបើកនៅក្នុងសៀវភៅមករៀនឆយើងសិនចាចាឥឡូវកូនបើកឃើញគ្រប់គ្នានៅកូនចាកូនមកអ្នកគ្រូទាំងអស់គ្នាមីនីចាកូនមើលអ្នកគ្រូក្រោយពីកូនបើកឃើញសៀវភៅមេរៀនយើងមកហើយអ្នកគ្រូនឹងឲ្យកូនវឹកហាត់អានជាដៃគូ2នាក់សៀវភៅមួយក្បាលចាដល់យើងអានពីព្យាង្គឆរហូតដល់ឆអស់កូនណាចាដោយម្នាក់អានម្នាក់ជាអ្នកចង្អុលបដូរវេនគ្នាម្នាក់ម្ដងចាពេលកូនចង្អុលរួចកូនឲ្យមិត្តភក្តិយើងចង្អុលម្ដងហើយកូនអានវិញម្ដងតោះឥឡូវកូនបិទសៀវភៅមួយតុចា2នាក់សៀវភៅមួយក្បាលតោះបងប្អូនគ្នាចាប់ផ្ដើមអ្នកគ្រូនឹងដើរមើលកូនបានអានចប់ហើយនៅកូនចាប៉ាកែមែនកូនឥឡូវកូនបិទសៀវភៅយើងទុកសិនទាំងអស់គ្នាចាបិទសៀវភៅទុកក្នុងកែតុកចាហើយកូនមើលមកអ្នកគ្រូទាំងអស់គ្នាកូនណាចាបន្ទាប់ពីយើងបានរៀនអានព្យាង្គនៅលើក្តារខៀននៅក្នុងសៀវភៅហើយទាំងអស់គ្នាអ្នកគ្រូនឹងនាំកូនទៅអានពាក្យវិញម្ដងដោយអ្នកគ្រូនឹងយកព្យាង្គទៅផ្សំដើម្បីអានពាក្យចាដោយពាក្យទី1អ្នកគ្រូគឺជាអ្នកអានចាអញ្ចឹងកូនចាំមើលលើក្តារខៀនតើជាពាក្យអីទាំងអស់គ្នា
ចាអញ្ចឹងបងប្អូនគ្នាកូនចាំមើលអ្នកគ្រូផ្សំកូនណាឆអាឆាឆអៅឆៅឆាឆៅចាបងប្អូនគ្នាពាក្យទី2កូនវឹកហាត់អានជាមួយអ្នកគ្រូនៅពេលដែលអ្នកគ្រូសរសេរចប់ចារស្មីកូនអង្គុយឲ្យស្រួលកូនចាតើគ្នាឥឡូវកូនចាប់ផ្ដើមប្រកបជាមួយនឹងអ្នកគ្រូកូនឆអេឆេខអោខោឆេខោចាកូនមកអញ្ចឹងខ្ញុំបន្តអ្នកគ្រូនឹងឲ្យកូនអានដោយខ្លួនឯងចារៀនប្រកបដោយខ្លួនឯងអញ្ចឹងកូនចាំមើលចាបងប្អូននេះកូនប្រកបចាប៉ាកែមែនកូនចាបងប្អូនគ្នាក្រោយពីកូនបានវឹកហាត់អានពាក្យនៅលើក្តារខៀនរួចហើយចាកូនបើកសៀវភៅសិក្សាគោលយើងមិញកូនមេរៀនឆមិញណាចាមេរៀនឆមិញបងប្អូននេះកូនបើកឃើញហើយនៅបងប្អូនគ្នាម្នាក់សៀវភៅមួយក្បាលកូនណាចាមកបងប្អូនគ្នាកូនមើលអ្នកគ្រូនឹងឲ្យកូនអាន2នាក់សៀវភៅមួយក្បាលជាដៃគូចាអតីកូនអង្គុយចុះចា2នាក់សៀវភៅមួយក្បាលម្នាក់អានម្នាក់ចង្អុលជាដៃគូកន្លែងពាក្យនៅខាងក្រោមនេះកូនណាបងប្អូនគ្នាកូនឃើញទេកូនចាតោះឥឡូវកូនបិទសៀវភៅមួយតោះអានបានទេកូនអានបានទេបានទេកូនកូនអានបានទេកូនមកសម្រាប់អានទេកូនអានឲ្យអ្នកគ្រូស្ដាប់តោះកូនអានអត់នេះឆអេឆេអេចាល្អកូនចាបងប្អូននេះកូនបានអានចប់ហើយនៅកូនចាមកលើទៅដៃអស្ចារ្យខ្លួនឯងមួយអស្ចារ្យ